ស្ដីបងប្អូនបាទជំរាបសួរបាទនេះគឺផ្លូវជាតិលេខ5ក្រុងបាត់ដំបងយើងណាពុកម៉ែបងប្អូនបាទនេះជាពេលទៅនេះបាទផ្ដិតចូលទស្សនភាពក្រុងបាត់ដំបងយើងណាបាទពេលថ្ងៃរសៀលម៉ោង1បងប្អូនណាថ្ងៃទី29ហើយក៏សួស្តីនេះជំរាបសួរទៅដល់បងប្អូនសុខសប្បាយទាំងអស់គ្នាទេបងប្អូនបាទនេះគឺជាវីដេអូសម្រាប់នៅក្នុង channel ថ្មីរបស់ជាបាទសុំណាណាបាទ private សុំណាបងប្អូនបាទភាសាថ្ងៃនេះថ្ងៃសៅរ៍បងប្អូនបាទថ្ងៃសៅរ៍ទី29ឆ្នាំ2025គឺឆ្លៀតផ្ដិតទៅទស្សនភាពនៅក្នុងក្រុងចែកជូនបងប្អូនយើងបាទនេះគឺរបងមូលព្រាបស3ស្អាតចេះបងប្អូនហើយខាងថតយូរហើយបងប្អូនបានឡានមកបាក់យកហើយហ្នឹងហើយជម្រាបសួរពុកម៉ែបងប្អូនបាទម្ដងទៀតពុកម៉ែបងប្អូនបាទអាកាសធាតុនៅខាងពុកម៉ែបងប្អូនត្រជាក់ដូចនៅខាងបាត់ដំបងទេពុកម៉ែបងប្អូនបាទបាត់ដំបងព្រឹកឡើងគឺ18អង្សាពុកម៉ែបងប្អូនណាបាទអូត្រជាក់ថ្ងៃណា18ទៅថ្ងៃណាក៏រៀងអាចថា20ឬ21 22 23អញ្ចឹងណាបាទត្រជាក់គួរសមដែរបងប្អូនណាបាទកន្លែងនេះហ្នឹងបងប្អូនណាសាលារៀនបច្ចេកទេសខាងជួសឡានឥឡូវមើលជួសឡានមកដាក់តាំងបងប្អូនបាទបែរគេទៅដាក់តាំងនេះហ្នឹងបងប្អូនណាជាស្ថានបច្ចេកទេសបាត់ដំបងមកឆ្ងាញ់បងប្អូនដូចជាម្សិលមិញគេមានកម្មវិធីដូចជា support ដូចមិនបងប្អូនបាទខ្ញុំអត់បាននេះទេខ្ញុំមកថតខ្ញុំឃើញមក plate ទេបងប្អូនបាទមិនថតទេបងប្អូនណាភាសាពេលម្សិលមិញខ្ញុំជិះកាត់មកឃើញណាពីច្រើនឥឡូវនេះគឺខ្ញុំថតបានតែសៅរ៍ទេដោយសារខ្ញុំអត់មានអ្នកណាមើលកូនបងប្អូនបាទដល់ពីចឹងនេះបានចេញថតតែសៅរ៍ទេចាន់សុកឯងបងប្អូនឃើញជាក់ស្ដែងចឹងបាទវីដេអូរបស់ខ្ញុំគឺពីច្រើនពេលលើជាហើយចឹងដោយសារខែនេះខែកដាក់បងប្អូនណាបាទខែត្រជាក់ធ្លាក់ខ្យល់គឺវាឆាប់ងងឹតលឿនត្រឹមម៉ោង6ấyគឺងឹតស្រុបហើយបងប្អូនណាដល់អញ្ចឹងយើងថតអត់សូវមើលសូវឃើញសូវច្បាស់ទេបងប្អូនហើយណាមួយក៏ត្រូវជាមួយនឹងកាមេរ៉ារបស់ខ្ញុំហ្នឹងវារៀងវែងចំណាស់ដែរណាបងប្អូនបាទទៅអញ្ចឹងទៅបាត់នៃគុណភាពបាទពិសេសគឺថតនៅពេលរាត្រីពេលយប់ហ្នឹងគឺមើលសូវច្បាស់ទេបងប្អូនណាបាទហើយរាត្រីយប់នេះគឺមានការប្រគំតន្ត្រីបាទឬក៏ដូចជាកីឡាប្រដាល់គុណខ្មែរយើងដូចជាមានដែរបងប្អូននៅក្នុង field ក្បែរចានក្រុងបាត់ដំបងគឺថ្ងៃទី29គឺប្រដាល់ដោយឡែកថ្ងៃទី30បងប្អូនណាបាទគឺតារាចម្រៀងគាត់ជីវិតបាទបងប្អូនណានៅវាបាច់ចានតែខ្ញុំដូចជាអត់បានមកទេដូចជាបានមកទេមិនមកឬមិនមកបានដោយសារតែគឺខ្ញុំអត់មានថវិកាអត់មានលុយទេចង់មកលេងដែរបងប្អូនណាចង់មកដិតយកទស្សនភាពដែរតែធ្វើមិនទេបងប្អូនភាសាចប់មួយកូនហើយបងប្អូនណាចឹងបងប្អូនឃើញចំណែកចាស់របស់ខ្ញុំហើយវាច្រើនឥឡូវនេះខ្ញុំចាប់ដើមផុសតែពីកូនទេបងប្អូនណាបាទភាសាខ្ញុំនៅស្និទ្ធជាមួយតែកូនតូចហ្នឹងឯងណាមួយដែលសារនៅខ្ញុំអត់មានអ៊ីនធឺណិតទេបងប្អូនបាទហើយមក blog របស់ខ្ញុំហ្នឹងសេវាអ៊ីនធឺណិត CG នេះគឺវាអត់ដើរទេ
តើខ្ញុំបានតែមកចេញក្រៅចឹងទេបងប្អូនតើចេញក្រៅចឹងបានខ្ញុំអាចបោះអាប់ឡូតវីដេអូបានឬក៏ live វីដេអូបានណាបងប្អូនបាទគឺជាក់ស្ដែងចឹងបាទបងប្អូនបាទខ្ញុំយល់ច្រឡំណាព្រោះឥឡូវនេះគឺខ្ញុំអត់មានលុយដាក់អ៊ីនធឺណិត Wi-Fi ដូចមុនទៀតទេបងប្អូនដោយសារកាលមុនខ្ញុំដាក់បានដោយសារខ្ញុំធ្វើការងារតែឥឡូវខ្ញុំអត់មានការងារធ្វើទេមួយឆ្នាំជាងហើយបងប្អូនបាទហើយបញ្ចុះទៅខ្ញុំក៏អត់មានលទ្ធភាពដែរបងប្អូនតែណាមួយ YouTube ខ្ញុំវាពិបាកដែរបងប្អូនបាទរោមមួយខែប្រហែល50រៀលបងណា60រៀលដូចគេបងតែ$10មិនបានផងតែ$5ក៏បានទៀតបានតែ$2 $3 ច្រើនយ៉ាងច្រើន$3តែប៉ុណ្្នឹងទេតែអាចលើសនឹងទេបងប្អូនតែពេលចឹងទៅវាពិបាកស្បែកតែថ្ងៃសល់ថ្ងៃអីបានមកជុំកន្លែងតាទេបងប្អូននេះអត់មានថ្ងៃសល់ទេគូថ្ងៃបងប្អូនបានក្រុមបាត់ដំបងទៅភាពជាក្រុងបាត់ដំបងបាទថ្ងៃអញ្ចឹងនៅតែជាក់សឹបទៀតណាពុកម៉ែបងប្អូនបាទធម្មតាទេក្រុងបាត់ដំបងទេចំចិត្តមកបានការច្បាស់ច្បាស់បងប្អូននេះមើលរីកឡើងស្រស់ជាមួយនឹងពណ៌សទៀតបងប្អូនណាបាទនេះlàពណ៌ភីទៀតមកអេហ្មងបាទច្បាស់ច្បាស់អានេះពណ៌ផ្កាឈូកនេះច្បាស់ច្បាស់នេះបងប្អូនណាបាទនេះពណ៌ផ្កាឈូកបាត់ដំបងយើងដល់ហើយមករយៈនេះបច្រើនពុកម៉ែបងប្អូនណាបាទគឺឡានម៉ូតូឯងបចរាចរណ៍ក៏ច្រើនបាទកន្លែងស្បីតែលក់ដូរបាទតាមសួនអីក៏ច្រើនដែរសម្បូរបណ្ដោយនិយាយទៅអូបញ្ចប់រយៈនេះឥឡូវនេះគឺចរាចរណ៍ពលិចរាចរណ៍យើងចាប់ផ្ដើមពង្រីកកម្លាំងឡើងវិញហើយពុកម៉ែបងប្អូនបាទអញ្ចឹងសូមពុកម៉ែបងប្អូនបាទធ្វើដំណើរបាទសូមគោរពច្បាប់ចរាចរណ៍យើងឡើងវិញបាទបន្ទាប់ពីយើងបានខាងដូចជាប្រហែលខែនេះដែរបន្ទាប់ពីដោយសារតែយើងមានបញ្ហាទូសង្គ្រាមតាមប្រភពដែរណាពុកម៉ែបងប្អូនបាទនេះគឺសួនវិមានឯករាជ្យបាត់ដំបងយើងបងប្អូនបាទបទភាពនេះពេលថ្ងៃមកជួសួនមកយើងនេះគឺចាប់ផ្ដើមបាក់ស្រុត
នៅច្រាំងមាត់ស្ទឹងកាយយើងគឺបាក់ច្រាំងច្រើនពុតខាតច្រើនដែរឆ្នាំនេះគឺមកជំនាញនេះគឺបាក់ធ្ងន់ធ្ងរតែម្ដងបាទបាក់ធ្ងន់ធ្ងរមែនទេណាបាទចឹងពិតជាសោកស្ដាយមែនទេព្រោះយើងពីច្រើនច្រាំងយើងធ្វើអត់ដែរបានមួយឆ្នាំទៅរឹងហត់សោះដោយសារខ្សែទឹកគឺវាសង្វាក់នៃទឹកគឺហូរខ្លាំងណាស់តែដល់មួយក៏ឆ្នាំនេះក៏ទឹកវារៀងខ្លាំងមកប្រាវហ្នឹងទៅក៏វាចាប់ផ្ដើមគួរទ្រង់ទ្រាយអស់ចឹងណាបងប្អូនបាទដោយសារសួនយើងសួនច្រឡំសួនបងប្អូនអធិស្ឋានដោយសារតែតងស្ទឹងកាយយើងនោះវាខ្សែទឹកវាខ្វាត់ខ្វែងបាទដល់ពេលវារៀងកន្លែងកែងពេលដែលវាហូរខ្លាំងគឺវាបាក់យកច្រាំងមកដល់បងប្អូនបាទចានេះវាជាកត្តាជាបញ្ហាមួយបាទហើយនេះគឺកន្លែងចាប់ពីគោស្ពានស្ដេចកលាហោមសខេងទៅពីជួរនេះផ្លូវលេខ1យើងណាបងប្អូនបាទខាងរដ្ឋបាលក្រុងរដ្ឋបាលខេត្តគឺគាត់កំពុងតែប្រឹងបំពេញយុទ្ធដើម្បីពង្រីកនៅសួនសិល្បៈនៃខេត្តបាត់ដំបងយើងបាទដើម្បីទាក់ទាញឲ្យភ្ញៀវទេសចរជាតិអន្តរជាតិបាទនេះដោយសារខ្ញុំអត់ថតអត់កើតទេដោយសារគេគាត់គេមិនទាន់ឲ្យយើងចូលទេដើម្បីកុំឲ្យប៉ះពាល់ដល់កន្លែងគេធ្វើការដ្ឋានតិចហ្នឹងឯងបងប្អូនបាទហើយនេះគឺជាសំណង់kia សម័យបារាំងបងប្អូនណាបាទហើយជាពិសេសគឺដើមឈើរបស់យើងគឺខាងរដ្ឋបាលក្រុងគាត់រៀបចំតុបតែងមកកាយាដល់ហើយបាទហើយជាពិសេសគឺខាងក្រុងក៏បានរៀបចំស្ដាប់ធ្នាប់នៃការលក់ដូរនៅក្នុងខេត្តបាត់ដំបងយើងបាទឲ្យចាប់ផ្ដើមឲ្យល្អប្រសើរឡើងវិញណាបាទតែខ្ញុំក៏សង្ឃឹមជឿជាក់ថាសួនសិល្បៈយើងឆាប់នឹងលេចរូបរាងអាចទាក់ទាញភ្ញៀវជាតិអន្តរជាតិមកបានកាន់តែច្រើនបាទបងណាបាទចឹងនិយាយឃើញហើយបាទពីឆ្នាំទៅឆ្នាំគឺក្រុងបាត់ដំបងយើងអត់ដែលដាច់ទេរឿងភ្ញៀវជាតិអន្តរជាតិយើងបាទមកច្រើនបងណាបាទមកលេងកម្សាន្តបាទហើយជាពិសេសគឺសម្រាប់ដូចឡានក្រុងដែលចូលបានអញ្ចឹងពេលច្រើនគឺបរទេសហ្នឹងបងប្អូនជនជាតិទេគឺគាត់ចូលចិត្តដើរលេងនៅក្នុងផ្សារឬក៏កន្លែងកន្លែងហាងច្រើននៅក្នុងនោះណារួមមកប្លុកគឺសម្រាប់ជនជាតិទេបងប្អូនដូចផ្សារនេះគឺផ្សារណាត់យើងគឺផ្សារដល់ពីសម័យអាណានិគមបារាំងមកណាបងប្អូនបាទហើយក៏ជាផ្សារមួយដែលវែងចំណាស់បាទមួយសម្រាប់ខេត្តបាត់ដំបងយើងដែរបងប្អូនទូទេសចរយើងដើម្បីបានមកប្រាវទៅប្រសិទ្ធជ្រាបតែពិតកន្លែងទេសចរចឹងមិនសិនអាចរក្សាតម្លៃណាមួយដែលអាចសម្រាប់ប្រជាជនហើយយើងគឺទៅអាចគាត់ចូលរួមលេងកម្សាន្តបានគឺល្អតែម្ដងបាទតែពីច្រើនមូលហេតុតែប្រជាជនឬក៏អ្នកបាត់ដំបងនេះគាត់អត់មកលេងកម្សាន្តក្នុងក្រុងពីច្រើនគាត់មករងថ្ងៃគាត់ឃើញរងថ្ងៃទៅគាត់អត់មានអ្វីដែលប្លែកថ្មីណាសម្រាប់គាត់ណាតែសម្រាប់អ្នកខេត្តផ្សេងគាត់ពេលដែលគាត់ឡើងមកបាត់ដំបងគឺមានអារម្មណ៍ថាបាត់ដំបងគឺប្លែកច្រើនបាទដូចខ្ញុំនៅបាត់ដំបងយូរទៅមានអារម្មណ៍ថាបាត់ដំបងមិនន័យថាវាយើងវាលក្ខណៈឃើញតែដដែលចឹងណាបងប្អូនបាទជាពិសេសគឺមានគម្រោងនៃការអភិវឌ្ឍយើងក៏មានការរីកចម្រើនទៅមុខថែមទៀតដែរគឺជាពិសេសគឺគេថារចនាសម្ព័ន្ធទាក់ទងជាមួយនឹងផ្លូវសួនមក
ហើយផ្លូវមានផ្លូវវាតែនៅក្នុងក្រុងទេបងប្អូនណាខាងខេត្តក៏គាត់បានរៀបចំចាក់ផ្លូវបេតុងចាក់ផ្លូវកស៊ូក្រៅកស៊ូបាទទៅតាមភូមិបាទក្នុងស្រុកបាទណាដែលរៀងក៏ឆ្ងាយពីខេត្តក៏នៅតែទទួលបានផ្លូវកស៊ូផ្លូវបេតុងនេះដែរបងប្អូនបាទអញ្ចឹងនេះហើយគឺវាជាចំណុចមួយដែលល្អសម្រាប់ខេត្តបាត់ដំបងគឺតែបងប្អូនបាទម្ដងនេះគឺដើមចាបបងប្អូនពីច្រើនបងប្អូនយើងនៅខ្លាចគាត់អត់ស្គាល់ទេដើមចាដើមនេះបាទគឺដើមចាណាបងប្អូនបាទតែហួសហើយនេះដើមប្រភេទដើមផ្សេងដើមស្អីគឺទៅបងប្អូនស្គាល់សួនដៃចូលសន្តិភាពយើងអត់ទាន់ឃើញតុបតែឬក៏ទុកធ្វើតែប្រព័ន្ធណាVeyo yo bọt hóc rosa rosa បាទជាស្រ័យផងបងប្អូនណាបាទដោយសាររៀនសុកនតិចក៏ត្រូវបានជាអធិប្បាយសម្រាប់បងប្អូនទៀតដែរជាស្រ័យមែនទេបាទអាកាសធាតុនៅពេលថ្ងៃរសៀលគឺបើថ្ងៃចែបាទក្តៅរៀងត្រជាក់បាទលាយឡំគ្នាបាទនេះគឺជាអាកាសធាតុមួយនៅពេលដែលត្រជាក់រៀងក្តៅអញ្ចឹងខ្ញុំមានអារម្មណ៍ថានឹកឃើញប្រទេសនេប៉ាល់ដែរបងប្អូនប្រទេសនេប៉ាល់គឺជាប្រទេសមួយនិយាយរួមគឺវាកំពុងតែធ្វើការអភិវឌ្ឍប៉ុន្តែវាអភិវឌ្ឍរៀងយឺតជាងយើងមិនតិចបងប្អូនណាបាទគឺប្រទេសវាគឺរៀងដីហុយហើយដូចសត្វគោអីគឺគេលេងទីសាធារណៈពេញនៅនឹងតែម្ដងបាទជិះទៅតាណាក៏ឃើញដែរគោនៅតាមដងផ្លូវគឺស្រួលអញ្ចឹងបងប្អូនដែលធ្លាប់មើលរឿងនេប៉ាល់អីគឺដឹងដែរបងប្អូនណាបាទគឺដូចក្នុងសាច់រឿងអញ្ចឹងបាទហើយផ្លូវដែលមានផ្លូវកស៊ូផ្លូវបេតុងស្អាតហ្នឹងគឺភាគច្រើនមាននៅក្នុងម្ដុំកន្លែងបណ្ដុំដែលសម្រួលការងារខាងត្រីឆ្កាទៅតែភាគច្រើននេះអីគឺផ្លូវគេកំពុងតែចាប់ដើមធ្វើបដាដែរព្រោះកាលខ្ញុំទៅនេះគឺផ្លូវវាច្រើនតែខ្លះកន្លែងខ្លះគឺគេចាប់ដើមឈូសឆាយដូចយើងនៅតែកម្ពុជាដូចគ្នាទៅបងប្អូនបាទតែទើសតែម្យ៉ាងទេឥណ្ឌាវាសម្បូរភ្នំឥណ្ឌានេប៉ាល់ប្រទេសនេប៉ាល់បាទគឺសម្បូរភ្នំគឺច្រើនណាស់តែភ្នំភាគច្រើនអត់ធំទេវាមានដែរចឹងនិយាយចឹងអាធំតែភាគច្រើនគឺវាសម្បូរអាតូចច្រើនតែប្លុកនៅទៅហ្នឹងតែទៅចូលរួមកម្មវិធីអីនៅប្រទេសនេប៉ាល់បាទអូខេបងប្អូនបាទវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងក៏អរគុណសម្រាប់បងប្អូនបាទសម្រាប់ការឆ្លៃcontrol ជំនាញសម្រាប់ហើយកុំភ្លេចជួយ like ជួយ share វីដេអូនេះអ្នកមួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ